សម្រាប់ JBL Charge File នេះគឺបើកអត់ចេញបងបើកអត់ចេញវាចេញបើកហើយវាដំណើរការបានមួយផ្លែតហើយវាលុតទៅវិញអញ្ចឹងបងលុតទៅវិញដូចនៅក្នុងវីដេអូនេះអញ្ចឹងវាលុតទៅវិញខ្លឹមអញ្ចឹងវាធ្វើបានតែប៉ុណ្្នឹងឯងហើយឥឡូវនេះយើងឆែកមើលគ្រឿងខាងក្នុងរបស់វាបងគ្រឿងខាងក្នុងរបស់វាគឺខ្ចៅអីគឺមានការបាត់អស់ខ្លះហើយការមួលខ្ចៅអីគឺវាខុសគ្នាខ្លះធំខ្លះតូចបងខ្លះធំខ្លះតូចវាអត់នៅសំណុំដើមវាវិញបងសារតែធ្លាប់រុះរើអញ្ចឹងបងហើយខ្ចៅខាងនេះក៏បានដែរបងខាងនេះក៏បានប៉ុន្តែអត់អីទេយើងបន្ថែមឲ្យវិញដើម្បីឲ្យចិត្តខ្យល់ឡើងវិញអញ្ចឹងបងនេះគឺជាបតរបស់វាហើយសម្រាប់បតរបស់វាគឺដំណើរការធម្មតាវិញហើយបងហើយនេះគឺជាថ្មរបស់វាឧបលរបស់វាអញ្ចឹងបងឥឡូវនេះយើងធ្វើការចុចបើកតេស្តដើម្បីឲ្យបងមើលអញ្ចឹងបងអញ្ចឹងវាបើកទៅគឺវាដំណើរការឡើងវិញហើយបងវាដំណើរការឡើងវិញហើយបន្ទាប់មកទៀតយើងធ្វើការតេស្តស្លេងតែអីសិនបងមុននឹងយើងចាប់គ្រឿងក្រៅវាគុំចូលទាំងអស់វិញអញ្ចឹងបងដើម្បីច្បាស់លាស់អញ្ចឹងបងយើងតេស្តហើយមួយសារហើយបានយើងចាប់ដើមជាមួយនឹងចាប់គុំរបស់វាឡើងវិញអញ្ចឹងបងនេះយើងធ្វើការតេស្តស្លេងតែអញ្ចឹងបងអញ្ចឹងបើសិនជាបងមានតម្រូវការជួសទៅលើផ្នែក mainboard អីគឺអាចតាក់ទងមកខ្ញុំបានបងហើយប្រភេទនេះគឺយើងដាក់កាវបតបន្តិចដើម្បីឲ្យវាជាប់កុំឲ្យវាបបែកអញ្ចឹងបងការនៃខ្លះក៏វាបបែកដែរវាបបែកអញ្ចឹងនៅពេលដែលវាផ្ញើទៅវិញទៅវាលែវាបបែកអញ្ចឹងខ្ញុំមកវិញបាក់ចុចចូលអញ្ចឹងបងព្រោះធ្លាប់មានបាត់ពិសោធន៍ហើយអានេះយើងធ្វើការតេស្តម្ដងទេបងនៅពេលដែលយើងចាប់ចូលអញ្ចឹងអានេះយើងតេស្តតាក់ទងនឹងរុនខ្យល់វាតើវាលិចអត់បើសិនជាវាលិចយើងបាត់វាកុំឲ្យវាលិចខ្យល់កាលណាលិចខ្យល់វាលឺអត់ស្អាតទេហើយធម្មតាយើងធ្វើការតេស្តអញ្ចឹងបងអានេះយើងតេស្តសម្រាប់ទាំងអស់តែម្ដងYou don't need no filter, or just make them drop dead, you a killer. Shower you with all my attention. Yeah, these are my own